សួស្តីអ្នកទាំងអស់គ្នាខ្ញុំនៅបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបកែសម្រួលទស្សនវិជ្ជាបង្ហាញរបាំឧបករណ៍អ្នកទាំងអស់គ្នាស្គាល់រួចហើយអំពីរបាំឧបករណ៍មានដូចជារបាំខ្នាតគំរូរបាំទន្ទ្រាយរបាំមីន័យរបាំស្ថានភាពជាដើមនិងដូចជាព្រំដែនអត្ថបទនិងបន្តជាដើមហើយខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីការកែសម្រួលរបាំទាំងអស់នេះដើម្បីធ្វើការកែសម្រួលរបាំទាំងអស់នេះអ្នកទាំងអស់គ្នាត្រូវចូលទៅមីន័យមើលឧទាហរណ៍ដូចជារបាំស្ថានភាពបើសិនជាយើងចង់បិទនៅរបាំស្ថានភាពយើងគ្រាន់តែដោះធីកទៅលើរបាំស្ថានភាពពេលនោះរបាំស្ថានភាពរបស់យើងវានឹងបាត់តែបើសិនជាយើងចង់បង្ហាញវិញយើងត្រូវចូលទៅមីន័យមើលដែរឬយើងធីកលើរបាំស្ថានភាពពេលនោះរបាំស្ថានភាពវានឹងបង្ហាញឲ្យយើងវិញដូចជាព្រំដែនអត្ថបទនេះគឺជាព្រំដែនអត្ថបទដូចជាខ្ញុំចង់បិទមិនឲ្យបង្ហាញនៅព្រំដែនអត្ថបទដូច្នេះខ្ញុំត្រូវចូលទៅមីន័យមើលរួចធីកលើព្រំដែនអត្ថបទដោះធីកវានឹងបាត់នៅព្រំដែនអត្ថបទហើយនៅពេលដែលយើងធីកវាវិញវានឹងបង្ហាញមកវិញនឹងបន្ទាត់បើសិនជាយើងមិនចង់បង្ហាញវាបន្ទាត់ខាងផ្នែកខាងលើនិងផ្នែកខាងឆ្វេងនេះទេយើងគ្រាន់តែដោះធីកកន្លែងបន្ទាត់ហ្នឹងទៅគឺវានឹងបាត់ហើយយើងធ្វើការបង្ហាញវិញ